ក្រុមហ៊ុន Yak Hale ចិនសហការបើករោងចក្រដំឡើងកុំព្យូទ័រ Tablet ដំបូងគេនៅកម្ពុជាក្រុមហ៊ុន Hale Group ចិនបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុកមួយនៅកម្ពុជាដើម្បីអនុវត្តការសាងសង់រោងចក្រដំឡើងកុំព្យូទ័រ Tablet ដំបូងបង្អស់នៅក្នុងប្រទេសនេះគោលដៅនៃគម្រោងនេះគឺការផ្ដល់ជូននូវឧបករណ៍អេឡិចត្រូនិកវៃឆ្លាតដែលមានតម្លៃសមរម្យសម្រាប់សិស្សនិស្សិតនិងអ្នកប្រកបរបរស្វែងរកចំណូលដោយសេរីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្ដៅពង្រីកការប្រើប្រាស់ឧបករណ៍ Digital និងជំរុញការសិក្សាតាមអ៊ីនធឺណិតពីចម្ងាយនៅក្នុងជំនួបសម្ដែងការគួសមជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីសៀលថ្ងៃទី15ខែកក្កដាលោកឌីរ៉ូយឿនហ្វេងអនុប្រធានក្រុមហ៊ុន Hale Group បានឲ្យដឹងថាបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុនមានវត្តមាននៅលើជាង60ប្រទេសនិងបម្រើដល់អ្នកប្រើប្រាស់ប្រមាណ44លាននាក់នៅទូទាំងពិភពលោកក្នុងវិស័យផលិតឧបករណ៍វៃឆ្លាតនិងការផ្លាស់ប្ដូរ Digital សម្ដេចធិបតីហ៊ុនម៉ាណែតបានវាយតម្លៃខ្ពស់ចំពោះគម្រោងផលិតកុំព្យូទ័រ Tablet តម្លៃសមរម្យរបស់ក្រុមហ៊ុនដោយចាត់ទុកថាជារួមចំណែកដ៏សំខាន់សម្រាប់ដំណើរការផ្លាស់ប្ដូរ Digital ក្នុងវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាបង្កលក្ខណៈងាយស្រួលនិងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនដើម្បីគាំទ្រដល់ភាពជោគជ័យរបស់អ្នកវិនិយោគបរទេសនៅក្នុងប្រទេសរដ្ឋមន្ត្រីការពារជាតិថៃរងការរិះគន់យ៉ាងខ្លាំងក្រោយនិយាយពាក្យមួយឃ្លាថាកម្ពុជានិងថៃមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកអាប់ដុលប៊ុនថាំចរើនកាលពីពេលថ្មីនេះបាននិយាយថាកម្ពុជានិងថៃមិនអាចកាត់ផ្ដាច់ពីគ្នាបាននោះទេព្រោះយើងមានចំណងមិត្តភាពយូរអង្វែងជាមួយគ្នាការលើកឡើងនេះបានបង្កឲ្យមានរលកប្រតិកម្មយ៉ាងខ្លាំងនិងព្យុះភ្លៀងនៃការរិះគន់នៅលើបណ្ដាញសង្គមថៃដោយអ្នកប្រើប្រាស់ជាច្រើននិងក្រុមដែលប្រកាន់ទស្សនៈជាតិនិយមជ្រុលថៃមួយចំនួនបានចោទប្រកាន់ថាលោកកំពុងបង្ហាញជំហរទន់ភ្លន់ពេកចំពោះកម្ពុជាក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពរសើបជាក់ស្ដែងបន្ទាប់ពីសន្ទរកថានេះត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមវេទិកាអនឡាញនានាបានពោពេញទៅដោយការរិះគន់ដោយអ្នកអត្ថាធិប្បាយថៃមួយចំនួនបានចោទសួរថាហេតុអ្វីរដ្ឋមន្ត្រីការពារជាតិថៃជ្រើសរើសនិយាយអំពីចំណងមិត្តភាពនៅពេលដែលបញ្ហាព្រំដែននិងទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរនៅមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងអ្នកខ្លះទៀតបានអះអាងថាពាក្យសម្ដីបែបនេះអាចត្រូវបានបកស្រាយថាជាការបន្ទាបចំហរបស់ប្រទេសថៃលើបញ្ហាដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពជាតិរបស់ថៃទោះបីជាយ៉ាងណាក៏មានមតិផ្សេងទៀតបានការពារការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃរូបនេះដែលបានលើកឡើងថាកម្ពុជានិងថៃមានព្រំដែនរួមគ្នាប្រវែងជាង800គីឡូម៉ែត្រមានពាណិជ្ជកម្មទ្វេភាគីរាប់ពាន់លានដុល្លារនិងពលករកម្ពុជារាប់សែននាក់កំពុងធ្វើការនៅក្នុងប្រទេសថៃដូច្នេះការរក្សាទំនាក់ទំនងនិងការសន្ទនាត្រូវបានចាត់ទុកថាជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរចំណែកឯអ្នកវិភាគនយោបាយថៃមួយចំនួនបានមើលឃើញថាប្រតិកម្មខ្លាំងនៅលើបណ្ដាញសង្គមបានឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់ចរន្តជាតិនិយមជ្រុលថៃដែលកាន់តែមានសម្លេងនៅពេលដែលមានភាពតានតឹងជាមួយប្រទេសជិតខាងក្នុងបរិបទបែបនេះសន្ទរកថាដែលមានគោលបំណងអំពាវនាវឲ្យរក្សាទំនាក់ទំនងល្អអាចក្លាយជាប្រធានបទនៃការរិះគន់យ៉ាងឆាប់រហ័សយ៉ាងណាជុំវិញបញ្ហានេះក៏បានបង្ហាញពីបញ្ហាប្រឈមរបស់មន្ត្រីរដ្ឋាភិបាលថៃក្នុងការរក្សាតុល្យភាពរវាងការរក្សាទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងនិងការឆ្លើយតបទៅនឹងសម្ពាធពីសាធារណជននៅក្នុងស្រុកដែលមានការបែងចែកយោបល់យ៉ាងខ្លាំងទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជាគួរជម្រាបថាការផ្ទុះប្រតិកម្មរបស់សាធារណជនថៃនេះបានកើតឡើងបន្ទាប់ពីលោកអាប់ដុលប៊ុនថាំចរើនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបាននិយាយថាប្រជាជនថៃនិងកម្ពុជាមានទំនាក់ទំនងជាមួយគ្នាជាយូរណាស់មកហើយតាមរយៈពាណិជ្ជកម្មខ្សែស្រឡាយគ្រួសារវប្បធម៌និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនលើសពីនេះលោកក៏បានបន្ថែមថាបញ្ហាដែលកំពុងកើតមានមិនមែនជាចំនួនរវាងប្រជាជននៃប្រទេសទាំងពីរនោះទេប៉ុន្តែជាបញ្ហាដែលកើតចេញពីការភ្ជាប់បញ្ហាព្រំដែនទៅនឹងនយោបាយក្នុងស្រុងហើយត្រូវបកគោលដីឲ្យខ្មែរវិញបើមិនចង់ខ្វះអន្តរជាតិណានេះជាភាសារបស់ពួកអាអ្នកវិភាគនយោបាយស្រុកវាប៉ុន្តែបកគោលម៉ែវាស្អីបើវាចោទថាជាខ្មែរយើងបាញ់3គ្រាប់ទៀតហើយមិនថាបាញ់ណាវាអត់នៅស្ងៀមទេណាអ្នកវិភាគនយោបាយស្រុកវាបានថាបើមិនចង់ខ្វះអន្តរជាតិជីនេះត្រូវតែបកគោលដីខ្មែរវិញតែសួរថាអាឆ្កែអានទីនេះអាឆ្កែរដ្ឋមន្ត្រីយុរដ្ឋមន្ត្រីវាហើយអាស្រាច់វាស្រាប់អត់វាអត់ស្រាប់ទេវាសុខថោកមួយអន្តរជាតិខ្ញុំជឿថាអញ្ចឹងទោះបីប្រាំងព្រមបកគោលឯកសារមកឲ្យយើងក៏ដោយឥឡូវនេះកំពុងរៀបចំបកគោលបើវាអត់ទទួលស្គាល់ត្រូវដោះស្រាយវិជាបន្តទៀតប៉ុន្តែយ៉ាងណាក៏ដោយផ្លូវច្បាប់យើងនៅតែឈ្នះប៉ុន្តែត្រូវប្រឈមមុខមុននឹងឈ្នះហ្នឹងណាមានរឿងច្រើនទៀតពួកវាអត់ស្ដាប់ទេនិយាយប៉ុណ្ណាក៏ដោយណាអាអ្នកវិភាគនយោបាយស្រុកវិញនិយាយប៉ុណ្ណាក៏ដោយមើលវាចោតប្រកាន់ខ្មែរបាញ់វាទៀតអាម្សិលមិញនេះឃើញទេណា
vì cho bánh hay thà dương nó bánh bà thì tiền viên mà sao bánh châm gì thòng viên mà sao bánh dương ăn chén nhảy đấy viên mà sao bánh viên mà đo riêng dương nó mà đo thứ mà thà ra vì tại dương đây tại mình chẳng hết ai xua ta viên là sinh nghiệp bạc viên sinh nghiệp thế phụ trao dương ai thuộc Nhật Bản mà này cho mà thà bao ôn dương thời lực nhất con to dương đó này hay dương thời từ mục đó này là mấy cái pi chít bao dương ở thời tôn chia cho mỗi năm phụ vay bà hà nó thà bà thời tôn chia cho mỗi năm riêng bây giờ làm gì đấy xe từ lưỡi pon miền Phật bao nó thà bà xe từ lưỡi pon miền Phật là trên cái bao dương phụ việcกับพงตะไบbà hà dương chẳng ăn bên thời kho bồi việt tại tại chính này chỉ mỗi năm ca đặc nôm từ rô pleu anh đã chịu đó sẽ đã phân tích thì ថៃជាប្រទេសរីកចម្រើនមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រែក្លាយពីក្លាអាស៊ីទៅជាឆ្មាអាស៊ីហើយដោយបច្ចុប្បន្នកំពុងជាប់គាំងផ្នែកនយោបាយនិងបង្កចំនួនព្រំដែនជាមួយប្រទេសជិតខាងជាពិសេសការបើកការឈ្លានពានមកលើប្រទេសកម្ពុជាទាំងកំរោលសាហាវព្រៃផ្សៃនិងហ៊ានទាញទ្វាររបងព្រំដែនបិទជាឯកតោភាគីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មជាង $10,000 លានអាមេរិកក្នុងមួយឆ្នាំដែលថៃខ្លួនឯងមានប្រៀបជាងកម្ពុជានោះត្រូវកាត់ផ្ដាច់រីឯវិបត្តិបំណុលនិងកំណើនសេដ្ឋកិច្ចដាំក្បាលចោះយ៉ាងគំហុកព្រោះតែវិនិយោគិនបរទេសបានចាប់ផ្ដើមបង្វែរទិសដៅវិនិយោគរបស់ពួកគេទៅកាន់ប្រទេសដទៃវិញជាពិសេសប្រទេសវៀតណាមក្រៅពីនេះវិស័យទេសចរនិងការនាំចេញផលិតផលអេឡិចត្រូនិកក៏បានក្លាយជាម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចដ៏សំខាន់ផងដែរហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនេះត្រូវបានសាងសង់យ៉ាងលឿនហើយប្រជាជនរាប់លាននាក់ត្រូវបានរំដោះខ្លួនចេញពីបន្ទាត់នៃភាពក្រីក្រកាលនោះប្រទេសថៃគឺជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍដទៃទៀតបើប្រៀបធៀបជាមួយប្រទេសឥណ្ឌូនេស៊ីនិងវៀតណាមនាសម័យកាលនោះប្រទេសថៃបានដើរទៅមុខជាច្រើនជំហានទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបបដំបូងបំផុតនៃការជាប់គាំងរបស់ប្រទេសថៃគឺនយោបាយមិនមានស្ថិរភាពត្រឹមរយៈពេល2ទសវត្សរ៍ចុងក្រោយនេះទស្សនវិជ្ជានយោបាយថៃត្រូវបានគ្របដណ្ដប់ដោយការបាក់បែកយ៉ាងខ្លាំងក្លានិងរដ្ឋប្រហារយោធាជាបន្តបន្ទាប់ជាពិសេសនៅឆ្នាំ2006និងឆ្នាំ2014ចំនួនរវាងអិសរាជជននយោបាយជារឿយៗប្រែក្លាយទៅជាការប្រជុំមុខដាក់គ្នាតាមដងផ្លូវការតវ៉ានិងការធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ប្រសិទ្ធភាពការងារចំពោះផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីកត្តាទាំងនេះមានសភាពធ្ងន់ធ្ងរបន្តិចម្ដងរហូតធ្លាក់ក្នុងអន្ទាក់បំណុលដ៏ធំសម្បើមក្រោមការដឹកនាំរបស់លោកអនុទានឆាន់វរៈគុលចំណែកវិនិយោគិនបរទេសដោយសារភាពមិនច្បាស់លាស់នៃចរន្តនយោបាយបែបនេះគឺជាហានិភ័យដ៏ធំបំផុតនៃមុខជំនួញរបស់ពួកគេហើយពួកគេក៏បានផ្លាស់ទីទៅរកទីកន្លែងថ្មីនៅប្រទេសដទៃដោយស្ងៀមស្ងាត់នេះបានន័យថានៅពេលដែលស្ថិរភាពនយោបាយមិនអាចធានាបានលំហូរទុនវិនិយោគបរទេសក៏នឹងចាប់ផ្ដើមថយចុះវិញដូចគ្នាដើម្បីបន្ធូរបន្ថយស្ថានភាពវិបត្តិនយោបាយរបស់រាជរដ្ឋាភិបាលរាជធានីបាងកកបានលេងល្បែងបញ្ឆេះកំហឹងជាតិនិយមថៃរឿងបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាដោយបានបង្កចំនួនប្រដាប់អាវុធនិងទាញទ្វារព្រំដែនបិទជាឯកតោភាគីក្នុងនៃខ្ទប់ដង្ហើមសេដ្ឋកិច្ចកម្ពុជាឲ្យស្លាប់លុះដល់កម្ពុជាមិនស្លាប់បែរជាស្លាប់សេដ្ឋកិច្ចខ្លួនឯងទៅវិញក្រៅពីបញ្ហានយោបាយនិងការរាំងស្ទះនៃការនាំទំនិញឆ្លងដែនទៅកាន់ប្រទេសទី3ដែលរួមមានកម្ពុជាភូមានិងមីយ៉ាន់ម៉ាវិបត្តិសេដ្ឋកិច្ចនៃការធ្វើបដិវត្តកម្មឧស្សាហកម្មរបស់ប្រទេសថៃបច្ចុប្បន្នក៏កំពុងជាប់អន្ទាក់ប្រាក់ចំណូលមធ្យមរបស់ខ្លួនផងដែរផ្ទុយទៅវិញថៃបែរជាត្រូវប្រឈមមុខនឹងវិបត្តិប្រជាជនវ័យចំណាស់ដែលជាបន្ទុកបន្ថែមរបស់រដ្ឋអត្រាផ្ដល់កំណើតនៅថៃបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះបណ្ដាលឲ្យកម្លាំងពលកម្មរួមថយចុះហេតុនេះបន្ទុកថវិកាជាតិបានកើនឡើងយ៉ាងខ្លាំងដើម្បីចំណាយលើសេវាថែទាំសុខភាពនិងប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់នៅក្នុងក្រសែភ្នែកវិនិយោគិនសកលបញ្ហានេះកម្ពុជាធ្លាប់តែជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសថៃប៉ុន្តែពេលនេះអ្វីវាមិនដូចមុននោះឡើយហើយកត្តាទាំងអស់នេះវាអាចជាចំណែកដ៏ធំមួយផងដែរដែលធ្វើឲ្យថៃបដូរឈ្មោះពីកូនខ្លាសេដ្ឋកិច្ចអាស៊ីមកជាកូនឆ្មាអាស៊ី